ការងាររបស់យើងបារាជ័យមានតែ2ឯងប៉ុន្តែអស់មានតែមួយគឺបាក់ទឹកចិត្តឬគេហៅថាជំងឺអស់អារម្មណ៍បារាជ័យស្អីមិនស្មើនឹងការបាក់ទឹកចិត្តទេដោយពាក្យដែលអាត្មាបញ្យល់ដែលវាខុសពីគេនេះណាញាតិញោមដើរមកដល់ពេលនេះបើយើងនិយាយពីភាពជ័យនៅក្នុងលក្ខណៈបុគ្គលអាត្មាទទួលយកបានហើយមិនបាច់ថាចង់បានអីទៀតទេប៉ុន្តែមហិច្ឆតាវាមិនត្រឹមប៉ុណ្្នឹងទេចង់ចែករំលែកទៅដល់អ្នកដទៃហើយចង់ឲ្យមានមនុស្សមានគំនិតជាតិនឹងឲ្យបានច្រើនដាំទឹកចិត្តមនុស្សឡើងវិញមុននឹងនិយាយពីដាំទឹកចិត្តស្មាននិយាយអំពីស្រុកយើងហងៃដូចឡាននៅក្នុងជ្រោះញ៉ែហើយកំពុងតែល្អិលអញ្ចឹងអត់មានហ្វ្រាំងអីទប់ទេអត់មានអីទប់ទេគ្រាន់តែមិនដល់បាតជ្រោះក៏ប៉ុន្តែវានៅក្នុងជ្រោះអញ្ចឹងស្អីក៏ល្អិលទៅអស់ស្អីក៏ល្អិលទៅអស់អសរសាសក៏អញ្ចឹងស្អីក៏អញ្ចឹងមើលចំបីក្រសួងមន្ទីរធំសេអសអត់ត្រូវដាក់ផ្លាកប៉ុណ្ណាណីមើលដូចស្អីអគ្គនាយកដ្ឋានអន្តរប្រវេសក្រសួងប៉ុណ្ណាណីសរសេរអត់ត្រូវអត់ត្រូវហើយគេសរសេរ comment ពេញ Facebook ឲ្យធ្វើបង្ងើយអត់ចេះខ្មាស់ណាអ្នកបំផ្លាញហ្នឹងបើថាប្រជាជនកត្រឹកកត្រីទៅចង់ផ្ដាំទៅដែរបើខ្វះលុយកែចាំអាជួយអន្តរប្រវេសហ្នឹងដាក់អាដេញអាស្ដាខាងចុងអត់ព្រមដាក់តន្តឃាតទេពាក្យខ្មែរមានន័យដូចមិនដេចដែលហៅថាតន្តឃាតនោះឃាតតហ្នឹងសម្លាប់មានន័យសម្លាប់សម្លេងហ្នឹងអន្តរប្រវេសនៈជាបាលីប៉ុន្តែគេសម្លាប់ណូមួយទៅយើងអានត្រឹមអន្តរប្រវេសហើយអត់ដាក់អត់ដាក់អដេញតន្តឃាតហ្នឹងទៅដាក់អាស្ដាលេខ8អាលេខ8ដូចលេខ8ហ្នឹងវាអត់បាត់សម្លេងទេគឺគ្រាន់តែបានសម្លេងកញ្ឆក់ឧទាហរណ៍ដូចជាដអញ្ចឹងដកឧត្តមក៏បានអាហ្នឹងគេប្រើអញ្ចឹងដើម្បីយកសម្លេងកញ្ឆក់ប៉ុន្តែផ្សេងអញ្ចឹងហើយបើថាខុសអញ្ចឹងបានកំហុសគេថាកំហុសដោយអចេតនាមិនមែនជារឿងគួរឲ្យសើចចំអកទេក៏ប៉ុន្តែខុសហើយមិនកែខុសហើយបំពេញទៅជាកំហុសពិតប្រាគាត់នេះមិនអត់ដឹងយូរអាត្មាបើកជិះឡានទៅឃើញនៅតែនឹងអត់កែឃើញទេអញ្ចឹងថាស្អីក៏កំពុងតែរអិលនៅក្នុងមាត់ជ្រោះដែរអញ្ចឹងបើម្នាក់នៅលើឡានទាំងអស់គ្នានឹងអត់ភ្ញាក់ខ្លួនទេបន្តិចងាប់អស់ហើយញាតិញោមហ្នឹងយើងគុំទៅចង់ទៅដើមទឹកដីកម្ពុជាក្រោមទឹកដីសរិទ្ធមកវិញថាទៅដើមបានមកវិញក៏ដោយបើមនុស្សវាអត់ទឹកចិត្តវាគង់តែលាយដដែលឧទាហរណ៍ថាឪពុកជាអ្នកជំនួញមានដីច្រើនបកគលឲ្យកូនតែបើកូនអត់ចេះមុខជំនួញហ្នឹងឬក៏មិនដឹងថាតើក្នុងនឹងមានលុយប្រមាណអីប្រមាណឬក៏ដីទំហំប៉ុណ្ណាក៏អត់ដឹងសួរថាកូនរបៀបហ្នឹងថែរក្សារបស់ឪពុកនឹងបានទេថាបានទេឃើញស្អីក៏វិនិច្ឆ័យហ៎ទៅសួរកូនខ្មែរយើងឥឡូវបើចេះប្រវត្តិសាស្ត្រអត់ចេះនៅទៅចេះតែរាជវង្សឆេងនោះមើលរឿងភាគគ្មានចូលចិត្តអានអីមួយទេញាតិញោមកូនខ្មែរអល់ថ្ងៃវាបង្កើតទម្លាប់មួយអត់ចូលចិត្តអានឯប្អូនជាទួតមួយអាត្មាមួយមករៀនពេទ្យនៅនឹងអាត្មាជាប្រាប់ថាស្រុកគេមិនធ្វើអញ្ចឹងទេគេស្រឡាញ់សភៅណាស់ហើយបានប្អូននោះថាកណាចូលចិត្តអានដែរតាប៉ិនមិនហ៊ានអានខាងក្រៅខ្លាចគេថាពេកដល់ក្នុងកតុបមិនហ៊ានអានពេលទៅជាអញ្ចឹងចូលវប្បធម៌ស្រុកគេទៅពលានយន្តហោះក៏ដោយឯណាក៏ដោយលើយន្តហោះក៏ដោយគេអានគ្រប់តែគ្នាដល់តែគេអានច្រើនគេរៀនច្រើនទទួលព័ត៌មានបានច្រើនគេមិនងាយងប់អីញាតិញោមហើយខ្មែរយើងដែលទៅអ្នកដឹកនាំចិត្តតែបបួលទៅងាប់ហ្នឹងដោយសារអត់មានចំណេះដឹងច្រើនទទួលព័ត៌មានបានតិចហើយដល់តែជឿអ្នកណាទុកនឹងដូចព្រះមែនញាតិញោមឆ្លងកាត់ដឹងបើថាជឿអ្នកណាហើយណាទុកនៅនឹងដូច
ព្រះមេដឹកនាំណាដូចព្រះអញ្ចឹងកុំណានិយាយប៉ះបន្តិចមិនបានទេហ្នឹងហើយឆ្លោះគ្នាប្តីប្រពន្ធឆ្លោះគ្នាកាន់បាក់ខុសគ្នាកាប់គ្នាក៏មានដែរពីព្រោះអីនេះខួរក្បាលនេះវាអឹមផ្ទីពេកវាតេពេកអត់បានទទួលចំណេះដឹងច្រើនអញ្ចឹងល្បិចមនុស្សមិនក៏អត់ចេះដែរហើយឥឡូវយើងមើលបាក់មួយនិងបាក់មួយកំពុងជេរគ្នាជេរតែគ្នាហើយថាខ្លួនឯងសុទ្ធតែជាអ្នកស្រឡាញ់ជាតិសួរថាជាតិស្អីខ្លះឥឡូវយើងសួរបកមកវិញថាតើជាតិស្អីដែលហៅថាជាតិឲ្យនិយមន័យមើលជាតិនឹងស្អីជាតិនឹងវាមិនមែនមានតែសម្បកប្រទេសទេមិនមែនមានតែទឹកដីទៀតសូម្បីតែមនុស្សនឹងក៏រួមបញ្ចូលដែរចុះបើយើងស្អប់ជនជាតិខ្លួនឯងទៅហើយហ្នឹងយើងស្រឡាញ់អីមែនអត់ហើយអ្នកខ្លះជេរគេខ្លាំងថាស្រឡាញ់ជាតិស្អប់ខ្មែរគ្នាឯងហើយណាអាត្មានៅចិត្តព្រំដែនយួនអាត្មាដឹងញាតិញោមពេលយួនឆ្លោះគ្នាវាយគ្នាណាតិចលោមានម្នាក់នឹងមកវាយជាមួយខ្មែរវាឈប់វាយគ្នាវាមកវាយខ្មែរងាប់សិនបានវាវាយគ្នាវាទៀតវាមិនអនុញ្ញាតឲ្យជនជាតិណាធ្វើបាបជនជាតិវាទេមកនៅចិត្តចាមក៏ចឹងដែរអាត្មានិយាយបន្តិចពីរឿងហ្នឹងដល់និយាយឲ្យអស់បានដឹងរឿងអាត្មាទៅពង្រឹងវិស័យវត្តអារាមនៅវត្តកំណើតអាត្មាឆ្នាំ98និយាយពីចាំជ្វាមើងងាយវត្តខ្មែរយើងនោះមើងងាយដល់ល្មងហើយចៅតិកាមួយអង្គហើយលោកពីរបីអង្គទៀតដាំស្អីក៏ក្មេងជ្វាមកដកចោលអស់វាប្រឡែងប្រពេប្រឡែងអីមកស៊ីពេញអស់ហើយនៅពេលជ្វារៀបការខ្ចីមេក្រូខ្មែរចានឆ្នាំងរបស់ខ្មែរទៅវាឲ្យម្ដង 20000 អីចឹងទៅប៉ិនបែកវាអត់សងខូចមេក្រូវាអត់សងវាថាសងលោកខ្មែរបាបហើយអាត្មាទៅអីក៏ល្ងងអីយ៉ាងនេះថាឲ្យសក្តិហ្នឹងតែមកគេមើងងាយក្បាលប៉ុណ្្នឹងឯងនៅតែឲ្យគេទៀតហើយបានលោកសើចហ្នឹងចូលធ្លាប់ធ្វើអញ្ចឹងហើយបានទៅបានអីទិញអីឆាន់ដែរព្រោះយាយមិនគិតផងបានអាត្មាទៅហើយបើកបរិញ្ញាបត្រដំបងកាលហ្នឹងអាត្មាទៅបរិញ្ញាបត្រដំបងផុតហើយអាត្មាទៅចរចាមួយសក្តិជ្វាគ្រាន់តែឃើញអាត្មាទៅនិយាយពីខ្មែរខ្លាចនោះអាត្មាដើរចូលទៅក្នុងភូមិជ្វាទៅរកសក្តិទៅមកអាត្មាមិនមែនទៅច្បាំងណាអាត្មាទៅចរចាដែរទៅដល់គេខឹងអាត្មាដែរប្រាប់ពីរឿងរ៉ាវអីសពគ្រប់ចឹងក្លាហានហ្នឹងកាលហ្នឹងអាយុ22បានហើយគេថាបើវាមានពិតចាប់ឲ្យគេបានតែប៉ុណ្ណេះមកអាត្មាធ្វើមែនឡើងបេះផ្លែឈើនៅវត្តអាត្មាពាត់ចាប់កាលហ្នឹងលោកចិត្ត60អង្គដែរហើយមានធំជាងអាត្មាទៀតលោកមកដល់ឲ្យវាថ្វាយគុំសុំទោសក្មេងទូចអាយុប្រហែលជា10ឆ្នាំជាងឯប៉ុណ្ណឹងវាថាវាមិនអាចថ្វាយបង្គំខ្មែរបានទេទើបយើងដឹងថាតើគេបញ្ចូលមនោគមយ៉ាងម៉េចតែយើងជាខ្មែរនឹងដែលបញ្ចូលមនោគមឲ្យកូនយើងស្រឡាញ់ខ្មែរមិនអត់ No never បើមិនរលាយទៅចម្លែកនិយាយមកដដែលស្មាថាបើមិនថ្វាយបង្គំសុំទោសវ័យមកចងជាប់វាសឹកចិត្តឲ្យវាយហើយបដៅទៅមកលួសថ្មីប៉ុណ្ណោះណាដាក់ឈ្វាប់ទៅកទួលចេញឈាមព្រិចហ្នឹងកាលហ្នឹងកាចណាមកថាទៅវាយ3ពាត់ឥឡូវមើលរំពាត់ឲ្យរមូលខ្លួនមកថាបើសុំទោស2ពាត់ទៀតអត់វាយទេគេថាដាច់ខាតអត់សុំទោសលោកខ្មែរដាច់ខាតហ្មងឲ្យវាយណាថែមមួយទៀតសួរទៀតបើសុំទោសអត់វាយអត់ទេទាំង3នាក់ដាច់ខាតហ្មងឧទាហរណ៍ថារឿងនឹងវាកើតនៅកូនខ្មែរយើងវិញជ្វាចាប់បានវិញគេឲ្យថ្វាយគុំគេម៉េចលូនបានពេលហ្នឹងអាត្មាមានរឿងមួយឆ្វៀនខ្លាំងមែនតើខ្មែរយើងមកឃុំញ៉ាំញោមមានរឿងភ្លាមអាត្មាដឹងថាមានរឿងហើយព្រោះអាត្មាໄວប្រកាសជាពួកវាមកអាត្មាឲ្យក្មេងៗរត់ទៅប្រាប់ប្រជាជនខ្មែរយើងឲ្យមកជួយអាត្មាផង
cả nóng á toàn chạy thua ai thì thế cả đang chạy tập lấy tập riêng bị lạnh vặt kìm phanh khlang bệ prap tư không mấy nhiệt nhôm na không ai muối thế lư ta tham miên rừng muối chuyên miền nào máu thế lại chuyên thơm bơ không ai mà khống chuyên tầm mà phu mới nhiệt nhôm nhưng mơ smart ở đây không ai dương bơ được biết chăng chăng mình là lấy tơ chùm lại vì nơi chùm muối kia lê kia bạn mà dây tầng pí nâng mau bị nâu lê kia và Yol mà school mà nấu chết nâng mà đằng mau bị phum nâng lê lom kia phía phong chạm phong nâng hay để mà dây bị chô kia để sang sasna với tại mũi cứ Muslim nâng này đôi mà than chẳng nấu phum nâng nấu lê kia giờ lẽ nấu lê kia khá phân phệ chán chỉ chùa cham tịch nâu nâng phân bờ cham bờ cham tay mà đón chỉ là mình sẽ hào đôi chùa để mà có là nè nâu nâng phân hoành gì tích thà bê đôm không ai này vợ che sả lánh kia nâng lửa biệp mạch để mà bị sao mờ nâu pê nấu hay nhân nhóm mà biết tần tích tiết chùa vay ngọ vậy và lại anh mui tới ở tàu prap mày ở sạp tầm một plate tiệp bay rồi chiếng màu sưng từng khla cả bật khla và thao khla mà rôm mà chết hay mà lô học sập áng nơi nào ở linh đó mua vay men tên này bạn strike mà hồn dây em bán mà tháp bờ trong đang được xua screen này anh vì lừa thì mua screen biết mà bị thòi từ mình đó tập bộ chuyên từ với nhái bàn khai dân màu ớt mùi lơm mỏ mày hay mà đó bà tổ thầm à tiệt từ lúc mùi viết thử ấy cái này mà thả về để thầm chinh vì nâng màu tiệt chuyên từ vây và xong nó không vọt bay cả ba chiêm chô đó khủ lục đào riêng thua nữa viết từ lộp vây và đăng tâu mê không tại sao lô cô nẹ krọ ọt lối chua bọc lối chành thì tiệt khi tủ vây đo cả lại nhìn nhổm cha nan tịch mà sừng không ấy tì môi tức chất ọt sả lạnh nè pê môi thma chầm khmai mà không nâng là bay banh chụp piêm á ọt chê chua thì máy trâu tầm môi tụi bí rốt lục ba là bơm ở linh nhở đợt ngày môi nó cầm máy và hai chỉ chiên đọc nè thầy má nó khuya tìa cả nó mà xua tụi nè thằng tụi bánh khuya mà đòn đập bê tới càng cạt phùm mà plate khơi như rốt tụi vinh chiên đọc nè nó hay khuya từng cha từng khmênh từng tôi phân nè đinh mà phùm đinh từng mơ tao vào rọp rồi nè cái sao mà kia kia chẳng chưa có ai dựng sập bài chặt hại hùa kia nhận không chẳng rô nẹ kla han thưa ấy mình nghi miên nẹ kla han tê đời xa ấy ti mùi sầm bô nẹ hài áo bên nẹ hài áo sầm bô mai dựng á sầm bô nẹ hài áo pon tay bờ miên pa nhà há ban trầm ảnh nật vấn đề tham thưa rồi ngay tham đăng thà pe tham miên panh ha tham đăng thật miên nè chui tham này tại tham con mình trâu ca nè chui đây buộc tham ban cất ruồi chỉ sạch bởi dân đâu ta khai cục này miên nè thưa chẳng mai dân này mình ai chui trầm thật từ đây tiệt ở ngay nè pro rô nó vừa rô cao tầm ở này chẳng chui từng từ đây chiều mũi nâng ca lẹ bong thông thênh mà từ bàn nhận không vấn đề tham mình trong dây thật thấu thưa mấy vậy vấn đề dây trong là nhận ông đăng luôn đừng ở này thật táo viên nơi không mọt chua để cùng vùng là element ọt
បើនិយាយពីពលឹងជាតិនឹងមិនដឹងនៅឯណាថាខ្មែរនៅស្រុកនេះចោះហើយយើងរស់នៅក្នុងប្រទេសដទៃមានភាសាដទៃខ្មែរនៅស្រុកខ្មែររាល់ថ្ងៃកូនខ្មែរសរសេរអក្សរអត់ត្រូវទេអក្សរខ្មែរញញឹមមើលតាម Facebook មើលសរសេរត្រូវសរសេរអត់ត្រូវទេកុំថាកូនខ្មែរជាប្រសក់ជាកុហកធម្មតាលោកសង្ឃនឹងសរសេរអត់ត្រូវដែរហើយកុំថាលោកសង្ឃធម្មតាលោកល្បីទេសនារាល់គ្នានឹងក៏សរសេរអត់ត្រូវដែរមានន័យថាដូចជាអត់ខ្វល់អីទល់ទេសោះបើមិនវិនិច្ឆ័យទៅចម្លែកមែនអត់ញញោមនិយាយហ្នឹងមិនមែនឲ្យអស់សង្ឃឹមទេឲ្យដឹងយល់ប៉ុន្តែវិលទៅវិញថារោគមួយទៀតរបស់ខ្មែរយើងគឺជារោគដែលកែមិនងាយបានត្រង់ថារឿងប្រទេសជាតិកុំខ្វល់វាជារឿងរបស់អ្នកដឹកនាំនឹងដែលឲ្យប្រទេសយើងធ្លាក់ដល់កម្រិតហ្នឹងណាគឺដោយសារអញ្ចឹងអាត្មាឧទាហរណ៍មួយថាជាការពិតអ្នកកាច់ចង្កូតមិនច្រើនទេតែយើងជិះយន្តហោះក៏ដោយជិះឡានក្រុងក៏ដោយក៏យើងត្រូវរើសក្រុមហ៊ុនណាដែលទុកចិត្តដែរមែនទេដូចម៉ាឡេធ្លាក់ម៉ានដងមានណាជិះទេណាកាលមុនណាពីព្រោះវាជាអាយុជីវិតរបស់យើងនៅនឹងមិនអញ្ចឹងញាតិញោមមិនអញ្ចឹងហ្នឹងហើយអាត្មាជាតិនឹងអាត្មាបូជាជីវិតសម្រាប់ជាជនជាតិខ្មែរទោះបីរស់នៅតាណាក៏ដោយបើកើតជាតិក្រោយជាចិនឯងចាំធ្វើចិនតែជាតិនឹងជ្រុលកើតខ្មែរធ្វើខ្មែរមកជីវិតតែមកមិនបាច់ដូរការមួយអាកាំងក៏មិនដូរហ្នឹងហើយឧទាហរណ៍ឥឡូវយើងមើលថាអីបាត់បែកទៅក្រោមខ្លះហើយប្រវត្តិពីមុនមកហើយក្តីបារម្ភរបស់លោកតាក៏ជារឿងល្អញាតិញោមដឹងប្រវត្តិអុកញ៉ាសឿនគុយទេដឹងទេដឹងគាត់ផ្ដាំថាម៉េចមុនគេសម្លាប់គាត់ផ្ដាំថាម៉េចគាត់ផ្ដាំថាចូលប្រជាជនខ្មែរទាំងឡាយកុំចោលវត្តប្រសិនបើអ្នកចោលវត្តជាតិខ្មែរនឹងរលាយដោយឆាប់អញ្ចឹងហើយបាននៅកម្ពុជាក្រោមកុំតែមានវត្តគ្មានពីណាជាអក្សរខ្មែរទេយល់ចឹងមែនអត់នៅកម្ពុជាក្រោមអត់មានសាលាណាបរិញ្ញាបត្រខ្មែរក្រៅពីវត្តទេហ្នឹងហើយតែកម្ពុជាក្រោមអាត្មាថានេះអាត្មាគិតទេណាអាចជនជាតិខ្មែរកម្ពុជាក្រោមវត្តអារាមហ្នឹងអាចគង់វង្សយូរជាងកម្ពុជាកណ្ដាលយើងបើតាមស្ថានភាពរាល់ថ្ងៃបើខ្មែរអត់ដឹងខ្លួនទេណាបើខ្មែរអត់ដឹងខ្លួនអញ្ចឹងណាកម្ពុជាកណ្ដាលនឹងវិនិច្ឆ័យមុនកម្ពុជាក្រោមទៀតពីព្រោះអីពីព្រោះចរិតខ្មែរយើងអាត្មាដឹងចរិតទល់កញ្ចន់ចំក្បាលមកបានងើបតែបើគេបដ ாய் ឲ្យសបាយដូចរាល់ថ្ងៃសបាយស្អីក៏គឺសបាយផឹកតស្រាប់ញញឹមមើលផឹកតស្រាប់ផ្សាយតស្រាប់គឺគេឲ្យយើងសបាយចឹងមកហ្នឹងហើយគេឲ្យសបាយចឹងតែម្ដងហើយញាតិញោមកុំទៅចិត្តថាអាត្មានិយាយនយោបាយអត់ទេអាត្មានិយាយពីអនាគតខ្មែរអាត្មាគ្មានបណ្ឌិតប្រធានគណៈបកឯណាប៉ុន្តែក្នុងនាមយើងជាខ្មែរម្នាក់ហ្នឹងគឺត្រូវតែមានចំណែករួមពេលហ្នឹងអាត្មាថាបើអាត្មាមិននិយាយនៅពេលដែលប្រទេសខ្មែរហ្នឹងបាត់បង់ទៅអាត្មាក៏ជាអ្នកទោសមួយសម្រាប់ជនជាតិជំនាន់ក្រោយបន្ទោសដែរពីព្រោះអាត្មាធ្លាប់បន្ទោសជនជាតិសម័យមុនល្ងងដូចសម័យលងវែកដោយសារប្រាក់ដួងនោះមិនវាមិនមែនជារឿងអ្នកដឹកនាំគឺប្រជាជននឹងតែហ្មងឃើញទេហ្នឹងហើយមកដល់សម័យរដ្ឋកម្ពុជាអាត្មានៅតូចរៀនទៅតែថ្នាក់បឋមឯងប៉ុន្តែអាត្មាអង្គុយគិតឥឡូវនឹងដូចអាត្មាគិតតាំងពីក្មេងអាត្មាឆ្ងល់
ឆ្ងល់ចេះតែហេតុអីបានជាខ្មែរល្ងងម៉េះបាននិយាយចឹងតាំងពីអាត្មាអាយុជាង10ឆ្នាំល្ងងមិនខ្លួនឯងអត់តន់បានបង្កើតស្អីទុកសម្រាប់កូនចៅផងយកតែរបស់ចាស់យកទៅលក់អស់វត្ថុបុរាណកាច់ដៃអ្នកតាកាត់ដៃព្រះកាច់កព្រះយកទៅលក់ឲ្យថៃកាលហ្នឹងបានច្រើនតលឹងណាមួយរូបបុរាណមួយសិតរាប់រយតលឹងបានមកថាមិនក៏ល្ងងម៉ែហើយអាត្មាគិតរួចជាស្រេចថាធ្លាប់អានប្រវត្តិសាស្ត្រខ្លះថាថ្ងៃក្រោយប្រកាសជាថៃដូរប្រវត្តិសាស្ត្រហើយវានឹងបង្រៀនកូនវាថាអង្គរវត្តជារបស់វាហើយវានឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយថាខ្មែរជាអ្នកវ័យដណ្ដើមយកអង្គរវត្តសែងទៅបង្កើតយកទៅវត្ថុបុរាណទៅដោយអាត្មាគិតចឹងទីបំផុតទៅសួរកូនថៃរៀនប្រវត្តិសាស្ត្រអង្គរវត្តរបស់វាវត្ថុបុរាណរបស់វាមិនមែនថាយើងវាទិញពីយើងណាញាតិញោមនេះឯងគឺទោសប្រជាជនដែលមិនខ្វល់ពីប្រទេសជាតិគ្មានព្រលឹងញាតិញោមអញ្ចឹងមិនដូចអាត្មាថាហ្នឹងណាចង់កែប្រែចរិតខ្មែរយើងមិនមែនជាការលះបង់តូចទេគឺជាការលះបង់ធំណាស់ហើយមិនដឹងថាដល់គោលដៅឬក៏អត់ទេពីព្រោះអីពីព្រោះសូម្បីតែញាតិញោមនៅចិត្តអាត្មាហ្នឹងតែអាត្មានិយាយជួនកាលញាតិញោមខ្លះអូយទៅគិតរឿងគេអាត្មាថាបើយើងមិនគិតចុះអនាគតកូនចៅយើងនៅឯណាញាតិញោមហើយម្នាក់ធ្វើបុណ្យចង់ទៅឋានសួគ៌យ៉ាប់ហ្មងអាត្មាលើករឿងមួយកាលភិរមក្រមងុយភិរមក្រមងុយគាត់ល្បីតាំងពីអាយុ19លឹងឮចាស់និយាយល្បីដល់ស្ដេចសៀមអញ្ជើញទៅមកវិញគាត់មកកាត់ខេត្តពោធិ៍សាត់ហើយមានលោកតាម្នាក់គាត់អ្នកបកែចបៃគាត់បកែសម្ដីចង់ប្រឡងបញ្ញាគ្នាតែពេលអញ្ចឹងចវាយខែរៀបចំឲ្យច្រៀងប្រឡងបញ្ញាគ្នាគាត់ឲ្យសួរមុនដឹងគាត់សួរមិនអីគាត់សួរថាពីឋានមនុស្សទៅឋានតាវតឹងមានប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងសួរអញ្ចឹងហើយតាក្រមងុយគាត់ជាឆ្លើយមានប៉ុណ្ណេះគាត់នោះសួរថាម៉េចបានដឹងបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលដល់គាត់សួរវិញនឹងគាត់សួរមិនអីគាត់សួរថាពីពោធិ៍សាត់ហ្នឹងបើវាស់ទៅភ្នំពេញគេចាប់ពីចំណុចណាទៅចំណុចណាហើយប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងបើទៅដើរប្រហែលថ្ងៃដល់ជិះសេះប្រហែលថ្ងៃដល់ទៅផ្លូវទឹកតាមផ្លូវណាប្រហែលថ្ងៃដល់អត់ដឹងពីព្រោះអាហ្នឹងគេវាស់បានណាបានគាត់តេះដៀលថានឹងហើយគំនិតខ្មែរយ៉ាប់រឿងគួរដឹងមិនដឹងណោទៅរឿងដឹងអារឿងមេលើមេឃថាគុំទៅខ្វល់ពេកអាឋានប្រអិនហ្នឹងទោះបីយើងដឹងក៏មិនបាច់ទៅសុំប្រអិននៅបានដែរដីខ្លួនឯងប៉ុណ្ណាអត់ដឹងព្រំដែននៅណាអត់ដឹងទៅដឹងឋានប្រអិនហើយខ្លះសូត្រឲ្យរុយប្រអិនមិនប្រភពប៉ុណ្ណេះប្រអិនស្ដាប់មើលអ្នកទេសឡាខ្លះដឹងឋានប្រអិនប៉ុណ្ណាទៀតណាទៅសួរប្រទេសខ្មែរប៉ុណ្ណាអត់ដឹងរឿងគួរដឹងមិនដឹងយល់ពុទ្ធសំដែងអាត្មានិយាយហ្នឹងអត់មានលើសពីព្រះអង្គសំដែងទេឧទ្ធានសម្បទាឲ្យប្រឹងប្រែងអារកសម្បទាឲ្យចេះថែរក្សាអញ្ចឹងថែរក្សាទៅបានវាទល់តែស្គាល់យល់ទេញាតិញោមហ្នឹងអញ្ចឹងលោកតាបារម្ភនឹងត្រូវហើយត្រង់ថាវាមុននឹងបាត់ទ្រង់ទ្រាយវាត្រូវបាត់ព្រលឹងមុនឥឡូវកូនខ្មែរយើងភាកច្រើនឲ្យតែគេបង្កើតកម្មវិធីសបាយអត់ដឹងងាប់ទេញាតិញោមតទេទៅជន់គ្នាងាប់នឹងកោះពេជ្រហ្នឹងឲ្យតែដាក់គ្រឿងសបាយមកជ្រួលដូចអាដេញហ្នឹងមកមេចូលភ្លើងអញ្ចឹងអត់គិតហើយបន្ទោគ្នាវាអត់បានពីព្រោះអាការផ្ដាល់ឲ្យគ្នានឹងវាអញ្ចឹងសង្គមផ្ដាល់ឲ្យអញ្ចឹងហ្មងហើយសួរនរណាម្នាក់អ្នកផ្ដាល់ឲ្យរមុខអត់ឃើញទេអញ្ចឹងយើងមិនបាច់សួរថានរណាអ្នកផ្ដាល់ឲ្យអញ្ចឹងប៉ុន្តែសួរយើងទៅដឹងខ្លួននៅសួរថាខ្មែរយើងដឹងខ្លួននៅយើងមិនបាច់ទៅបន្ទោសថាពីណាទេ
ហើយមើលតាម Facebook អ្នកជេរយួនជេរអាត្មាមិនដែរជេរមិនដែរញ៉ឹងអាត្មាឧទាហរណ៍ណាគ្មានបានដោះស្រាយសំណួរទេហ្នឹងឧទាហរណ៍អញ្ចឹងតាមប្រពៃណីខ្មែរកូនកំមុំគេត្រូវថែរក្សាខ្លួនចាំថ្ងៃរៀបការមិនអញ្ចឹងណាមិនអញ្ចឹងណាមិនលែងអឺអស់ហើយមិនអញ្ចឹងណាហ្នឹងហើយប៉ុន្តែតកូនកំមុំស្អាតប្រុសណាក៏ចង់ញ៉ែដែរធម្មតាថាហ្នឹងមែនទេជនជាតិបារាំងមួយថាស្រុកខ្មែរយើងដូចកូនកំមុំអញ្ចឹងដែលគាត់និយាយពាក្យហ្នឹងថាណាក៏ចង់បានដែរវាមិនមែនតែយួនទេសៀមក៏ចង់បានបារាំងខ្លួនឯងហ្នឹងក៏ចង់បានដែរបានទៅគ្រប់គ្រងអស់ជិត100ឆ្នាំមកមែនអត់ហ្នឹងហើយបានគេគិតថាដូចកូនកំមុំហ្នឹងមានពីរន័យមួយថាវាល្អណាស់ប៉ុន្តែមិនចេះតែងខ្លួនហ្នឹងមួយមានន័យថាយើងមានរបស់ល្អយើងអត់ចេះថែមួយទៀតថាជារបស់ល្អហ្នឹងថាណាក៏ចង់បានដែរដីអាមេរិកកាំងមិនល្អជាងដីខ្មែរទេអាត្មាមើលមែនទេហ្នឹងហើយតំណាំតំណោចអីជុះអាចមិនស្រួលដោះទៀតហូបអាលឹកអីមិនបាននេះគ្រាប់ហ៎ដោះ7អីហ្នឹងលេបទៅក្របទៅដោះទៅដាក់តាមវាលស្រែហ្នឹងហើយប៉ុន្តែឥឡូវញាតិញោមអាត្មាកាន់តែបារម្ភទៅដោយសារអីដោយសារក្រប្រហែលនៅសម័យរដ្ឋកម្ពុជាមិនមែនក្រដូចរាល់ថ្ងៃនេះទេក្រមានបាយហូបហេតុអីបានជាមានបាយហូបដោយសារនៅតាមភូមិតាមអីខែធ្វើស្រែខែចកាជុំវិញភូមិខៀវសងាត់មនុស្សមិនមានស្អីជិះម៉ូតូជិះមែនតែមិនល្បីមនុស្សអត់បាយច្រើនទេសម័យរដ្ឋកម្ពុជាកាលអាត្មានៅតូចណាសម័យនេះអ្នកមានច្រើនបើញាតិញោមទៅតាមតាទីក្រុងណាស្រុកខ្មែរយើងណាព្រោះអ្នកក្រដូចមិនចង់ឃើញទេអ្នកខ្លះគឺមិនជឿថាអ្នកស្រុកខ្មែរក្រទេដោយសារអីនៅពេញនៅតាមផ្លូវឡានមកកកោកប៉ុន្តែញាតិញោមចុះទៅតាមស្រុកស្រែបន្តិចទៅដឹងថាប្រជាជនយើងយ៉ាងម៉េចហើយឥឡូវនេះខ្មែរនឹងស្លាប់មុនអាយុឲ្យតែរបៀបនឹងបានអាត្មាសរសេរមក clear ទៅមានគេជេរអាត្មាថាសម័យប៉ុលពតស្លាប់ព្រោះនឿយហត់អត់ឃ្លានសម័យនេះនឹងស្លាប់ព្រោះតែបរិភោគខ្ជិលដាំហើយនិយាយធំពេកទៀតណាអ្នកនឹងនិយាយថាដាំស្អីបើគ្មានទីផ្សារថ្មថាកុំនិយាយដល់ទីផ្សារមើលនិយាយថាដាំស៊ីសិនមកពីព្រោះអីញោមនៅកំពង់សោកទេប្រាប់ថ្មថាខ្មែរឈប់ដាំអស់ហើយដឹកយកមកតែពីយួនទេសក្រីខ្ទឹមបន្លែប្លុកនាំយកពីគេទាំងអស់ហើយទាំងដឹងថានៅក្នុងនឹងមានថ្នាំគីមីក៏ស៊ីដែរបើប៉ុណ្ណឹងមិនវិនិច្ឆ័យទៅចម្លែកគឺធ្វើឲ្យខ្មែរយើងទុនដៃទុនជើងលែងធ្វើអីទាំងអស់ចាំស៊ីស្រាប់ហើយប្រសិនបើស្រុកកើតស្អីវិញណាញាតិញោមមិនចាំបាច់វៃទេគេផ្ដាច់តែស្បៀងនឹងងាប់ហើយកុំទៅឆ្ងល់ជួយយើងឯណាទំមតដាំបានខែទៀតបានស៊ីដីឲ្យសចាស់ឥឡូវមានណាដាំហើយបើដាំគិតថាដឹងលក់ឯណាកុំគិតរឿងដាំលក់មើលដាំស៊ីសិនមើលមិនបានទេចុះញាតិញោមសុខសប្បាយទេហ្នឹងហើយដែលអាចង់និយាយឲ្យញាតិញោមគិតឃើញថាតើវាកំពុងរអិលចូលជ្រោះមែនអត់ជាពេលដែលយើងសុខសប្បាយសើចក្អាកក្អាយអត់ដែលចាំបាច់ត្រូវគិតណាស់ហ្នឹងដោយសារស្រុកយើងវាកំពុងអញ្ចឹងបើវាដោយអាមេរិកចាំបាច់គិតអីដូចមនុស្សហ្នឹងត្រូវទៅពេទ្យណាដោយសារទៅពេទ្យឈឺតាបើវាសុខភាពល្អហើយទៅពេទ្យធ្វើអីមិនអញ្ចឹងហ្នឹងហើយអញ្ចឹងបើនិយាយពីបញ្ហាតណាក៏បញ្ហាអាត្មាមើលមិនឃើញសោះឡើយដែលថាខ្មែររីកចម្រើនមើលមិនឃើញមើលអត់ឃើញសម្ភារៈវារីកចម្រើនណាប៉ុន្តែផ្នែកចិត្តគំនិតនេះវាអត់ឃើញថារីកចម្រើននឹងអញ្ចឹង
Chân slide tâu lục ta vinh thá Atma khmien vị thi ấy tê Sở rộng máu lệ khệ Slide ở nâng tùm chùm lời ấy ná Thà khmien vị thi ấy Ôi bà sao chiếng Ca bùn dôl nâng tê Vô lá Ôi thà vô lùi tôi cháy Công đăng hồ lùi nà Nâng khmien tê Tại nhận dông trâu đăng thàព្រះសម្មាសម្ពុទ្ធណាមិនដែលចែកលុយនរណាមករៀលទេប៉ុន្តែព្រះអង្គចែកចំណីខួរក្បាលដោយឪពុកម្ដាយដ៏ល្អបំផុតមិនមែនប្រឹងរកតែទ្រព្យសម្បត្តិឲ្យកូនទេគឺឲ្យចំណេះដឹងចំណេះទៅចាយមិនអស់មែនឬមិនមែន